ជំរាបសួរក៏ដូចជាសួស្តីមិត្តអ្នកសិក្សាទាំងអស់គ្នាហើយនិងសិស្សានុសិស្សទាំងអស់គ្នាអញ្ចឹងថ្ងៃនេះផងដែរយើងមកជួបគ្នាម្ដងទៀតហើយថ្ងៃនេះខ្ញុំបានលើកយកលំហាត់មួយដែលលំហាត់នេះគឺធ្លាប់ចេញប្រឡងរាជធានីឆ្នាំ2026នេះឯងហើយលំហាត់មួយនេះដែរគឺវាមិនមានភាពស្មុគស្មាញទេទាក់ទងជាមួយនឹងផលបូកសិក្មាណាបាទលំហាត់នេះគឺវាមិនមានលក្ខណៈដែលរញ៉េរញ៉ៃពេកទេបាទយើងប្រើលក្ខណៈរបស់ logarit ទៅគឺយើងអាចដោះបានហើយអញ្ចឹងកុំឲ្យខាតពេលយូរគឺយើងមកមើលដំណោះស្រាយទាំងអស់គ្នាបាទអញ្ចឹងគឺគេឲ្យ s ណាបាទគេឲ្យរកតម្លៃនៃ s ដែល s គឺស្មើសិក្មា n រាប់ចាប់ពី2រហូតដល់2047នេះគេដាក់ logarit កូដ2នៃ1បូកជាមួយនឹង1លើ n ចែកជាមួយនឹង logarit កូដ2នៃ n គុណជាមួយនឹង logarit កូដ2ណាបាទ logarit កូដ2របស់គេ logarit កូដ2នៃ n បូក1អញ្ចឹងកន្លែងនេះគឺយើងអត់មានអីត្រូវគិតច្រើនបាទយើងដាក់មក sigma n រាប់ចាប់ពី2រហូតដល់2047ណាអញ្ចឹង logarit កូដ2ណាអញ្ចឹងយើងតម្រូវភាគបែងវាមកអញ្ចឹងយើងបានតម្រូវភាគបែងបាទ n យើងបាន n បូក1ណា n បូក1នៅលើ n 1យើងតម្រូវភាគបែងយើងបាន n លើ n n លើ n បូក1លើ n យើងបាន n បូក1នៅលើ n នៅលើណា logarit កូដ2ណា logarit កូដ2នៃ n គុណជាមួយនឹង logarit កូដ2នៃ n បូក1អញ្ចឹងកន្លែងហ្នឹងគឺយើងមានលក្ខណៈរបស់ logarit មួយណាបើកាលណាយើងមាន log ណា log អឺកូដ a នៃ b ដក log កូដ a នៃ c អញ្ចឹងយើងអាចសរសេរបានស្មើជាមួយនឹង log កូដ a នៃ b នៅលើ c អញ្ចឹងយើងប្រើលក្ខណៈហ្នឹងដើម្បីដោះស្រាយក្នុងលំហាត់មួយហ្នឹងអញ្ចឹងយើងបានស្មើតទៅទៀតយើងបាន sigma n រាប់ចាប់ពី2រហូតដល់2047ណាអញ្ចឹងកន្លែងនេះយើងដាក់បានបាទលោកផលចែកយើងផ្ដាច់បានជាផលដកលោកអញ្ចឹងកន្លែងនេះយើងបានលោកកូដ2នៃ n បូក1ដកជាមួយនឹងលោកកូដ2នៃ n លោកកូដ2នៃ n ចែកជាមួយនឹងលោកកូដ2នៃ n គុណជាមួយនឹងលោកកូដ2នៃ n បូក1ហើយខ្ញុំបានបែបហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺបានស្មើតទៅទៀតណាអញ្ចឹងកន្លែងនេះខ្ញុំដោយសារតែយើងមាននេះមួយណាកាលណាយើងមានប្រភេទណាប្រភេទពីរដែលមានភាគបែកដូចគ្នាណាអញ្ចឹងឧបមាថាយើងមានa ណា a លើ b បូកឬដក c លើ d អញ្ចឹងយើងអាចសរសេរបានវាមិន c លើ d c លើ b ដោយសារតែភាគបែកវាដូចគ្នាមកដល់ចំណុចហ្នឹងណាអញ្ចឹងកន្លែងនេះខ្ញុំអាចសរសេរបានវាស្មើជាមួយនឹង a បូកដក c នៅលើ b អញ្ចឹងយើងប្រើលក្ខណៈហ្នឹងដើម្បីផ្ដាច់អានេះអញ្ចឹងយើងបានបន្សល់ m របស់យើងទៅជា sigma n រាប់ចាប់ពី2រហូតដល់2047ណា2047នៃយើងដាក់នេះមកយើងបានលបកូដ2នៃ n បូក1ណាដកជាមួយនឹងអត់ដកឯងនៅលើលបកូដ2នៃ n គុណជាមួយនឹងលបកូដ2នៃ n បូក1ហើយដកជាមួយនឹងលបកូដ2នៃ n ចែកជាមួយនឹងលបកូដ2នៃ n គុណជាមួយនឹងលបកូដ2នៃ n បូក1អញ្ចឹងកន្លែងហ្នឹងគឺយើងធ្វើការសម្រួលចោលអ្វីដែលដូចគ្នាមកអញ្ចឹងយើងនៅសល់ sigma n រាប់ចាប់ពី2រហូតដល់2047នៃអានេះយើងឃើញ log កូដ2នៃ n បូក1និង log កូដ2នៃ n បូក1ដូចគ្នាយើងសម្រួលចោលអញ្ចឹងយើងនៅសល់បាទនៅសល់1នៅលើ log កូដ2នៃ n ដកជាមួយនឹងអានេះដូចគ្នាយើងឃើញ log កូដ2នៃ n និង log កូដ2នៃ n ដូចគ្នាយើងសម្រួលចោលអញ្ចឹងអ្វីដែលនៅសល់គឺ1នៅលើ log កូដ2នៃ n បូក1នៅលើ log កូដ2នៃ n បូក1អញ្ចឹងកន្លែងហ្នឹងគឺយើងជួសលេខចូលទៅបាទជួស n ស្មើ2រហូតដល់ n ស្មើ2047ទៅហើយយើងមើលលក្ខណៈរបស់វាអញ្ចឹងយើងជួសបើ n ស្មើ2យើងបានលោក1នៅលើលោកកូដ2នៃ2ណាដកជាមួយនឹង1នៅលើលោកកូដ2នៃ3ដោយសារតែយើងជួស2ចូលនេះ n បូក1អញ្ចឹងបាន2បូក1វាឡើង3ហើយបូកតទៅទៀតទៅបើ n ស្មើ3 1បូកជាមួយ1នៅលើលោកកូដ2ណាលោកកូដ2នៃ3ដកជាមួយនឹង1នៅលើលោកកូដ2នៃ4អញ្ចឹងយើងធ្វើអញ្ចឹងបន្តទៅរហូតដល់តួចុងក្រោយណាបាទរហូតដល់តួចុងក្រោយបើ n ស្មើ2047អញ្ចឹងបូកជាមួយនឹង1នៅលើលោកកូដ2នៃ2047ដកជាមួយនឹង1នៅលើលោកកូដ2នៃ2048ណាអញ្ចឹងកន្លែងហ្នឹងគឺយើងទទួលបានបាទយើងមើលទៅយើងមើលតាមតួនីមួយៗយើងឃើញថាអានេះលោកកូដ2នៃ2ដកជាមួយលោកកូដ2នៃ3អានេះបូកលោកកូដ2នៃ3អញ្ចឹងយើងអានេះយើងសម្រួលខ្វែងគ្នាទៅរហូតដល់នៅសល់តែតួដើមនិងតួចុងក្រោយអញ្ចឹងកន្លែងហ្នឹងគឺយើងទទួលបានវាស្មើជាមួយនឹង1នៅលើលោកកូដ2នៃ2ណាដកជាមួយនឹង1នៅលើលោកកូដ2នៃ2048អញ្ចឹងគឺយើងបានចេះណាយើងបានលោកកូដ2នៃ2អញ្ចឹងវាស្មើ1ណាដោយសារតែយើងមានបើរូបមន្តយើងបើយើងមាន logarit កូដ a នៃ a អញ្ចឹងវាស្មើ1ណាអញ្ចឹងយើងបានប៉ុណ្ណឹងហើយ
កន្លែងនេះគឺយើងបានមួយលើមួយចឹងបានមួយដដែលដកជាមួយនឹងមួយនៅលើ logarit កូដ2នៃ2048តែ2048ហ្នឹងគឺវាស្មើនឹង10ស្វ័យគុណ11ណា2ស្វ័យគុណ11ណា2ស្វ័យគុណ11អញ្ចឹងគឺយើងប្រើប្រាស់ក្នុងរូបមន្តមួយទៀតណាបើយើងមានអឺលោកកូល a នៃ b ស្វ័យគុណ c អញ្ចឹងយើងអាចទៅសេបានវាស្មើ c លោកកូល a នៃ b អញ្ចឹងកន្លែងនេះគឺយើងអាចទៅសេកន្សោម s ទៅជា1ដកជាមួយនឹង1នៅលើ11លោកកូល2នៃ2អញ្ចឹងលោកកូល2នៃ2ស្មើ1ចឹងបាន1ដកឲ្យ1លើ11អញ្ចឹងចម្លើយវាយើងតម្រូវភាពបែងបូកដកទៅអញ្ចឹងបាន11ដក1បាន10នៅលើ11អញ្ចឹងដូច្នេះកន្សោម s របស់យើងគឺវាស្មើជាមួយនឹង10នៅលើ11ដូច្នេះ s ស្មើជាមួយនឹង10នៅលើ11អញ្ចឹងលំហាត់មួយនេះគឺវាមិនសូវជាស្មុគស្មាញប៉ុន្មានទេបើសិនជាយើងដឹងពីលក្ខណៈរបស់ logarit ណាលក្ខណៈរបស់ logarit អញ្ចឹងយើងអាចធ្វើបានណាអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងអញ្ចឹងសង្ឃឹមថាគ្នាយើងនឹងយល់ទាក់ទងជាមួយនឹងដំណោះស្រាយទាក់ទងជាមួយនឹងលំហាត់sigma មួយនេះណាផលបូក sigma មួយនេះអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងហើយខ្ញុំនឹងព្យាយាមបង្កើតវីដេអូទាក់ទងជាមួយនឹងការប្រឡងផ្សេងៗដូចជាលំហាត់ត្រៀមប្រឡងបាក់ឌុបឬមួយក៏សិប្បកម្មអីបន្តទៀតអញ្ចឹងក៏សូមអរគុណគ្នាយើងនិងសូមគោរពលា